ថ្ងៃនេះយើងនឹងរៀនអំពីទ្រឹស្ដីបទ Pythagoras អញ្ចឹងទ្រឹស្ដីបទ Pythagoras យើងអនុវត្តតែនៅក្នុងត្រីកោណកែងតែប៉ុណ្ណោះនេះជារូបភាពរបស់ Pythagoras ដែល x ការ៉េស្មើ64អញ្ចឹង x ការ៉េស្មើ64នាំឲ្យយើងទាញបាន x ការ៉េស្មើ64ពាក់រឹសឲ្យវាទៅត្រូវចេញបូកដក64បូកដក64តើអ្វីគឺជាកម្ពស់របស់ត្រីកោណទុកពេលឲ្យ2វិនាទីដើម្បីឆ្លើយ1 2តោះត្រឹមត្រូវណាកម្ពស់នៃត្រីកោណគឺជាអង្កត់ដែលគូសចេញពីកំពូលទៅកែងជាមួយនឹងជ្រុងឈោមចេញពីកំពូលទៅកែងជាមួយនឹងជ្រុងឈោមជ្រុងឈោមហ្នឹងគេហៅវាថាបាតនៃត្រីកោណតោះសាកមើលរូបភាពចុះឧបមាថាយើងមានរូបភាពនេះយើងមានរូបភាព ABC ជាត្រីកោណសាមញ្ញមិនដឹងថាអាណាបាតអាណាកម្ពស់ទេចុះបើសិនបើគេភ្ជាប់ពី A មកហាគូសកម្ពស់ទៅនិយមន័យកម្ពស់វាត្រូវចេញពីកម្ពស់ទៅកែងជាមួយនឹងជ្រុងឈោមអញ្ចឹងកែងនេះយើងហៅវាថាកម្ពស់ត្រូវបានកែងនេះយើងហៅវាថាបាតអញ្ចឹង BC ហៅថាបាតចំពោះករណីពិសេសនៃត្រីកោណកែងម្ដងអញ្ចឹងត្រីកោណកែងសង្កេតមើលតើកន្លែងណាដែលតំណងជាបាតកន្លែងណាតំណងជាកម្ពស់ចេះ AB តើត្រឹមត្រូវណាអញ្ចឹង AB វាចេញពីកម្ពស់ទៅកែងជាមួយនឹង BC ត្រង់ B បើវាចេញគូសចេញពីកម្ពស់ A ទៅកែងជាមួយនឹង BC ត្រង់ B អញ្ចឹង AB នេះយើងហៅវាថាកម្ពស់ចុះមួយណាបាតអូខេតើត្រឹមត្រូវណាអញ្ចឹងយើងថា BC ដើរតួជាបាតមានបញ្ហាអីទេរូបភាពរបស់ Pythagoras នៅគណៈពេលដែលគាត់សិក្សាទ្រឹស្ដីបទរបស់គាត់សង្កេតមើលនៅក្នុងត្រីកោណកែងមួយត្រីកោណកែងដែលមានរង្វាស់ជ្រុង3 4 5គឺជាត្រីកោណដែលគេពេញក្នុងសម័យរបស់ Pythagoras 3 4 5គាត់សង្កេតឃើញថាត្រីកោណដែលមានរង្វាស់ជ្រុង3 4 5នេះនៅពេលដែលគាត់យកជ្រុង3ទៅបូកជាមួយនឹងប្រវែងជ្រុងដែលមានរង្វាស់ស្មើ4 3 + 4 ស្មើ7បើសិនបើគាត់បន្តយក4ទៅបូកជាមួយនឹង5ចេញ9នៅពេលដែលគាត់បន្តយក3ទៅបូក5ចេញ8ដូចអត់មានអីប្លែកផងគាត់សាកយកជ្រុងហ្នឹងទៅលើកជាការ៉េជ្រុងទៅលើកជាការ៉េយក5ទៅលើកជាការ៉េ5លើកជាការ៉េស្មើ25យក3ទៅលើកជាការ៉េចេញ9នៅពេលដែលគាត់យក4ទៅលើកជាការ៉េចេញ16គាត់សង្កេតឃើញថាបើសិនជាយើងយក3ការ៉េទៅបូកជាមួយនឹង4ការ៉េ3ការ៉េ9 4ការ៉េបូកទៅ16វាស្មើនឹង25ក៏25វាស្មើជាមួយនឹង5ការ៉េហ៎អញ្ចឹងគាត់សង្កេតឃើញថានៅក្នុងត្រីកោណកែងគាត់សង្កេតឃើញថានៅក្នុងត្រីកោណកែងនេះនៅពេលដែលគេយក3ការ៉េជ្រុងដែលមានរង្វាស់3ការ៉េទៅបូកជាមួយនឹងជ្រុងដែលមានរង្វាស់4ការ៉េវាស្មើជាមួយនឹងជ្រុងដែលមានរង្វាស់5ការ៉េជ្រុងនៃត្រីកោណដែលលើកជាការ៉េទៅស្មើគ្នាអញ្ចឹងទំនាក់ទំនងជ្រុងនៃត្រីកោណនេះគាត់ហៅថាទ្រឹស្ដីបទ Pythagoras តើមានន័យថាដំបូងឡើយគាត់ក៏មិនទាន់បង្កើតទ្រឹស្ដីបទនឹងបានដែរគាត់ថាគាត់សិក្សាអំពីរង្វាស់ជ្រុងនៃត្រីកោណទៅឃើញថាយក3នេះទៅលើកជាការ៉េហើយយក4នេះទៅលើកជាការ៉េបូកបញ្ចូលគ្នាទៅចេញ25ហ្នឹងវាស្មើជាមួយនឹង5ការ៉េទំនាក់ទំនងជ្រុងនៃត្រីកោណកែងនេះគាត់ហៅថាទ្រឹស្ដីបទ Pythagoras ក្រោយពីដែលគាត់ឃើញទំនាក់ទំនងរបស់ត្រីកោណកែងនឹងហើយគាត់គិតថាតើទ្រឹស្ដីបទហ្នឹងវាពិតគ្រប់ករណីដែរទេប៉ុន្តែមុននឹងយើងស្រាយតាមទ្រឹស្ដីបទមុននឹងគាត់ស្រាយហើយមុននឹងយើងចូលទៅស្រាយទ្រឹស្ដីបទគាត់យើងទៅស្គាល់ធាតុរបស់ត្រីកោណនឹងមួយសិនតើ A B ហៅថាអ្វីតើ C ហៅថាអ្វីទុកពេលឲ្យ2នាទីក្នុងការគិតត្រឹមត្រូវណាអញ្ចឹង AB យើងហៅវាថាជ្រុងជាប់មុំកែងចុះ C ហៅថាអ្វី C អូខេ C យើងហៅវាថា hypotenuse បញ្ហាដូចម៉េចដែលហៅថា hypotenuse យើងធ្លាប់រៀនទី8រួចហើយតើដូចម៉េចដែលហៅថា hypotenuse
គិតសិនណាចាចម្លើយគិតហើយហ៊ីប៉ូតេនូសគឺជាជ្រុងដែលឈោមជាមួយនឹងមុំកែងឬក៏អីទស្សនិយមន័យមានពីរត្រូវណាទាំងហ៊ីប៉ូតេនូសគឺជាជ្រុងដែលវែងជាងគេក្នុងត្រីកោណកែងកុំភ្លេចណាត្រីកោណកែងណាហ៊ីប៉ូតេនូសគឺជាជ្រុងដែលឈោមនឹងមុំកែងហ៊ីប៉ូតេនូសគឺជាជ្រុងដែលវែងជាងគេក្នុងត្រីកោណកែងស្ដាប់តើតោះឥឡូវសាច់ឆ្លើយសំណួរខាងក្រោមជ្រុង3 4 5តើមួយណាជាហ៊ីប៉ូតេនូសគិតបន្តិច5ត្រឹមត្រូវណាជាង5ជាហ៊ីប៉ូតេនូសក្នុងត្រីកោណនេះយើងឃើញថា5ជាហ៊ីប៉ូតេនូសតោះមួយទៀតតើជ្រុងណាជាហ៊ីប៉ូតេនូស3 5 7មួយណាជាហ៊ីប៉ូតេនូសត្រឹមត្រូវណាអត់មានហ៊ីប៉ូតេនូសទេណាមិន7នេះមិនមែនជាហ៊ីប៉ូតេនូសទេវាវែងជាងគេមែនប៉ុន្តែត្រីកោណនេះមិនមែនជាត្រីកោណកែងអញ្ចឹងបើវាមិនមែនជាត្រីកោណកែងมันមានហ៊ីប៉ូតេនូសទេ7ហ្នឹងมันត្រូវបានយើងហៅថាហ៊ីប៉ូតេនូសទេស្ដាប់តើតោះមួយទៀតជាងទៅស្រាយទិសបទពីតាហ្គើម្ដងចុះអញ្ចឹងពីតាហ្គើគាត់ស្រាយថាបើសិនបើទំនាក់ទំនងនោះពិតអត់ c ការ៉េស្មើជាមួយនឹង a ការ៉េបូកជាមួយនឹង b ការ៉េពិតមែនអត់តាហ្គើគាត់យកអាត្រីកោណកែងដែលមានហ្នឹងទៅផ្គុំគ្នាយកត្រីកោណកែងចំនួន4ទៅផ្គុំគ្នាគាត់បង្កើតបានជាការ៉េដ៏ធំមួយការ៉េដ៏ធំមួយបង្កើតបានជាការ៉េតូចមួយនិងត្រីកោណកែងពណ៌សនេះចំនួន4តោះអញ្ចឹងគាត់ឃើញថានេះលើកជាការ៉េអញ្ចឹងគាត់ស្រាយទៅតាមផ្ទៃកាឡារបស់វាអញ្ចឹងការ៉េធំដោយសារការ៉េធំរង្វាស់វាប្រវែងតូចនេះ a ប្រវែងតូចនេះ b អញ្ចឹងប្រវែងសរុបរបស់ការ៉េធំនេះកំណត់ដោយ a បូក b ការ៉េយើងទៅមើលផ្ទៃកាឡារបស់ការ៉េតូចមកតើផ្ទៃកាឡាការ៉េតូចស្មើអីបើរង្វាស់វាស្មើ c អញ្ចឹងបើរង្វាស់វាស្មើ c ផ្ទៃកាឡារបស់ការ៉េតូចនឹងកំណត់ដោយ c ការ៉េចុះផ្ទៃកាឡារបស់ត្រីកោណស្មើអ្វីដោយសារតែវាជាត្រីកោណកែងអញ្ចឹងបើវាជាត្រីកោណកែង a នេះដើរតួជាកម្ពស់វាជាត្រីកោណកែងអា b នេះដើរតួជាបាតណាអញ្ចឹងផ្ទៃកាឡារបស់ត្រីកោណកែងនេះកំណត់ដោយ 1/2 a គុណនឹង b ឥឡូវយើងធ្វើប្រមាណវិធីបូកតោះឥឡូវបើយើងសង្កេតឃើញថាផ្ទៃកាឡារបស់ការ៉េអាធំនេះផ្ទៃកាឡារបស់ការ៉េអាធំនេះស្មើជាមួយនឹងផ្ទៃកាឡារបស់ការ៉េតូចនេះថែម4ដងផ្ទៃកាឡារបស់ត្រីកោណកែងឥឡូវយើងជំនួសចូលផ្ទៃកាឡារបស់ការ៉េធំកំណត់ដោយប៉ុណ្ណេះការ៉េតូចប៉ុណ្ណេះហើយនឹងផ្ទៃកាឡារបស់ត្រីកោណកែងនេះមានចំនួន4ដងនេះ a បូក b លើកជាការ៉េយើងផលិតមកយើងបាន a ការ៉េបូក b ការ៉េបូក 2ab c ការ៉េទៅតែ4សម្រួល1 2នេះស 2ab យើងសម្រួល 2ab ចោលទៅយើងឃើញថា a ការ៉េបូកជាមួយនឹង b ការ៉េស្មើជាមួយនឹង c ការ៉េពិតមែនអញ្ចឹងនៅពេលដែលយើងមានត្រីកោណកែងចំនួន1យើងឃើញថានៅពេលដែលយើងយកហ៊ីប៉ូតេនូសនេះទៅលើកជាការ៉េពិតជាស្មើជាមួយនឹងជ្រុងជាប់មុំកែងនេះយកជ្រុងមុខទី1លើកជាការ៉េបូកជាមួយនឹងជ្រុងទី1ទៀតលើកជាការ៉េពិតមែនណាអញ្ចឹងអាត្រីកោណកែងឲ្យទៅជាត្រីកោណកែងយើងនឹងទាញបានទំនាក់ទំនងជ្រុងនៃត្រីកោណកែងទំនាក់ទំនងជ្រុងនៃត្រីកោណកែងហៅថាទ្រឹស្ដីបទពីតាហ្គើអញ្ចឹងពីតាហ្គើប្រើបានតែក្នុងត្រីកោណកែងទេបើត្រីកោណនឹងអត់កែងទំនាក់ទំនងពីតាហ្គើមិនកើតឡើងទេណាតោះអញ្ចឹងគេទាញបានទ្រឹស្ដីបទថានៅក្នុងត្រីកោណកែងការ៉េនៃហ៊ីប៉ូតេនូសត្រូវតែស្មើនឹងផលបូកការ៉េនៃជ្រុងមុំកែងបងសង្កេតមើលខាងក្រោមអញ្ចឹងបើសិនបើអានឹងជាត្រីកោណកែងត្រង់ a បើវាជាត្រីកោណកែងត្រង់ a បើសិនបើ a នឹងស្មើ90ដឺក្រេនាំឲ្យយើងទាញបានទ្រឹស្ដីបទពីតាហ្គើគឺយកហ៊ីប៉ូតេនូសទៅលើកជាការ៉េស្មើជាមួយនឹង a ជ្រុងដែលនៅសគឺ ab ការ៉េបូកជាមួយនឹង a c ការ៉េទ្រឹស្ដីបទពីតាហ្គើក៏អាចច្រាស់មកវិញបានដែរច្រាស់មកវិញបើសិនបើអានេះជាត្រីកោណកែងយើងទាញបានទ្រឹស្ដីបទពីតាហ្គើច្រាស់មកវិញបើសិនបើត្រីកោណនេះមិនមែនជាត្រីកោណកែងទេតាមរូបភាពយើងសង្កេតឃើញថា
រូបភាពនេះមិនមែនជាត្រីកោណកែងទេបើសិនបើយើងអាចរកឃើញថាជ្រុងដែលវែងជាងគេ BC ការ៉េនេះស្មើជាមួយនឹង AB ការ៉េបូកជាមួយនឹង AC ការ៉េនោះបើសិនជាទំនាក់ទំនងជ្រុងនេះកើតឡើងអញ្ចឹងមានន័យថាត្រីកោណនឹងគឺជាត្រីកោណកែងតាន់ទៅទៀតតើឧទាហរណ៍តោះយើងនឹងរកគណនាប្រវែងជ្រុងខាងក្រោមនេះគណនាប្រវែងជ្រុងណាអញ្ចឹងប្រវែងជ្រុងដែលយើងត្រូវរកបើវាជាត្រីកោណកែងអានេះគឺជ្រុងនៃត្រីកោណកែងគឺ5ជ្រុងនៃត្រីកោណកែងនេះគឺ x AB គឺ8 AB ហៅថាអី hypotenuse ត្រឹមត្រូវណាអូខេអញ្ចឹងដើម្បីដោះស្រាយបានយើងប្រើវានៅក្នុងត្រីកោណកែងចាំថាទ្រឹស្ដីបទ Pythagoras ប្រើបានតែក្នុងត្រីកោណកែងទេយើងសរសេរថានៅក្នុងត្រីកោណកែង ABC កែងត្រង់ C តាមទ្រឹស្ដីបទ Pythagoras ទី1ប្រើទ្រឹស្ដីបទ Pythagoras យើងត្រូវមើលលើ hypotenuse មួយណាជា hypotenuse គឺ AB ណាអញ្ចឹងយើងទាញបាន AB ការ៉េទី1ត្រូវមើល hypotenuse ជាមុន AB ការ៉េស្មើជាមួយនឹង AC ការ៉េបូកជាមួយនឹង BC ការ៉េចំនួនតម្លៃចូល AB នឹងស្មើនឹង8ការ៉េ AC នេះស្មើនឹង5ការ៉េរីឯ BC នេះរបស់វាគឺ x ការ៉េគិតតម្លៃវាទៅ8ការ៉េ64 5ការ៉េ25 x ការ៉េដដែលបន្ទាប់មកយើងចង់រក x នេះធ្វើប្រមាណវិធីដកណាអញ្ចឹងធ្វើប្រមាណវិធីដកទៅយើងយក64ដក25 64ដក25ស្មើ39ធ្វើម៉េចបើសិនបើវាជាប់ការ៉េអញ្ចឹងអូខេតលុបការ៉េពាក់រឹសអញ្ចឹងយើងលុបការ៉េទៅពាក់រឹសការ៉េទៅតែកុំភ្លេចបូកដកតើអញ្ចឹងលុបការ៉េពាក់រឹសប៉ុន្តែដោយសារតែ x ហ្នឹងវាជារង្វាស់នៃរង្វាស់ជ្រុងនៃត្រីកោណកែងអញ្ចឹងបើវាជារង្វាស់ជ្រុងនៃត្រីកោណកែងតម្លៃ x ត្រូវតែវិជ្ជមានអញ្ចឹងដោយសារនេះវិជ្ជមានផងអវិជ្ជមានផងប៉ុន្តែ x ហ្នឹងវាជារង្វាស់នៃត្រីកោណកែងអញ្ចឹងយើងយកតែតម្លៃវិជ្ជមានទៅបានហើយដូចនេះចម្លើយវាមានតែជាចម្លើយវិជ្ជមានតែមួយគត់តាន់អាចធ្វើបានតោះឧទាហរណ៍ទី2យើងប្រើទ្រឹស្ដីបទច្រាស់ Pythagoras វិញណាមិញជាទ្រឹស្ដីបទស្របរបស់ Pythagoras មកក្រោយនេះជាទ្រឹស្ដីបទច្រាស់របស់ Pythagoras វិញតើត្រីកោណដែលឲ្យជាត្រីកោណកែងដែរឬទេតោះយើងទៅមើលទី1មុនយើងស្រាយទ្រឹស្ដីបទ Pythagoras យើងត្រូវគិតថាមួយណាជ្រុងមួយណាទំនងជាត្រីកោណជា hypotenuse អញ្ចឹងតាមរូបភាពបាទនេះ3អានេះ4អានេះ5អញ្ចឹងអា5ហ្នឹងប្រកាសជាទំនងជា hypotenuse ហើយព្រោះនិយមន័យថា hypotenuse ជាជ្រុងដែលវែងជាងគេក្នុងត្រីកោណកែងណាអញ្ចឹងយើងយកអានេះលើកជាការ៉េទៅអូខេអញ្ចឹងទី1យើងយកអាជ្រុងដែលទំនងជា hypotenuse លើកជាការ៉េទៅអញ្ចឹងយក BC លើកជាការ៉េ BC លើកជាការ៉េមក5ការ៉េ5ការ៉េស្មើ25ទុកវាសិនស្ដាប់តើតោះបន្ទាប់មកយើងយកជ្រុងដែលនៅសល់លើកជាការ៉េហើយបូកបញ្ចូលគ្នាតោះអញ្ចឹងហើយជ្រុងដែលនៅសល់គឺ AB ការ៉េបូកជាមួយនឹង AC ការ៉េ AB ស្មើ3ការ៉េ AC ស្មើ4ការ៉េ3ការ៉េបូក4ការ៉េស្មើ25អញ្ចឹងយើងឃើញថាអានេះលើកជាការ៉េស្មើ25អានេះបូកបញ្ចូលគ្នាទៅលើកជាការ៉េក៏ស្មើ25អញ្ចឹងនាំឲ្យគេសន្និដ្ឋានថាបើសិនបើទំនាក់ទំនងនឹងស្មើគ្នាមែនអានេះក៏25អានេះក៏25ឃើញថាទំនាក់ទំនងជ្រុងនឹងកើតឡើងទំនាក់ទំនងជ្រុងនឹងកើតឡើងអានឹងគឺជាទ្រឹស្ដីបទ Pythagoras អញ្ចឹងបើសិនបើទំនាក់ទំនងកើតឡើងមែនដូច្នេះយើងសន្និដ្ឋានថាត្រីកោណ ABC ជាត្រីកោណកែងត្រង់ណាបាទនេះជា hypotenuse បើ5នេះជា hypotenuse អញ្ចឹងវាប្រកាសជាកែងត្រង់ A ហើយតើយល់បើសិនបើអត់យល់ទេខមមិនសួរខាងក្រោមណាអរគុណច្រើនប៉ុន្តែមុនយើងបែកគ្នាកុំភ្លេចធ្វើលំហាត់អនុវត្តផងអូខេនេះជាលំហាត់ដែលអ្នកទាំងអស់គ្នានឹងត្រូវធ្វើមានចំនួនប៉ុណ្ណេះ Thank you ជួបគ្នានៅវីដេអូក្រោយបាយបាយ